បាទសួស្តីបងប្អូនអរគ្នានេះជាវិធីមួយដែលខ្ញុំឲ្យគាត់លោតបាំងហើយធ្លាក់មកវិញចេញយកវាឡង់ដើម្បីធ្វើស្មាត់ឧទាហរណ៍ពេលបាល់ដែលយើងលេងទៅគ្នាយើងសរវេបាននេះយើងសរវេបានអ្នកបាំងហ្នឹងជាស្មាត់ទៅពេលធ្លាក់មកវិញគាត់អត់ចេះដកយកវាឡង់ធ្វើស្មាត់គាត់ឈរក្រោមបលេឬមួយគាត់អត់មានកន្លែងធ្វើអញ្ចឹងបាល់ហ្នឹងគឺស្មើនឹងខូចហើយអត់បានន័យថាយកបានតែអត់មានអ្នកធ្វើបងប្អូនពេញចង់ឲ្យគាត់ចេញចេះបាំងហើយធ្លាក់មកវិញដកយកអីឡង់ធ្វើស្មាត់ទៀតបាល់កុនការដកមកឆ្វេងឬដកទៅស្ដាំគឺជាការចេញធ្វើបាល់បានន័យថាអត់ទុកបាល់នឹងចោលទេកាលណាយើងអត់ចេះចេញយើងលោតបាំងហើយយើងឈរក្រោមបលេធ្លាក់វិញឈរស្ងៀមនៅហ្នឹងអត់មានអ្នកជួយអត់មានអ្នកផ្ដាច់អញ្ចឹងបាល់ហ្នឹងស្មើនឹងខូចម្ដងទៀតដដែលហ្នឹងអញ្ចឹងបងប្អូនសង្ឃឹមថាបងប្អូននឹងយល់វីដេអូមួយនេះអរគុណច្រើនបងប្អូន